ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាលើភ្លៀងទៀតហើយបងប្អូនកាន់តែឃើញក្បាលវីដេអូក៏ដឹងថាជាតិទៀតហើយបងប្អូនអើយដោយសារថាឡូវនេះមេឃភ្លៀងរលឹមប្រែកណាមួយក៏ថាយើងដាច់លុយដើរលេងភ្ជុំមកហើយអញ្ចឹងណាបងប្អូនក៏នឹកឃើញថាមេឃភ្លៀងចេះក្តាមវាចេញណោះក៏នាំឲ្យខ្ញុំទៅដើររួចាប់ក្តាមនេះក៏មិនមានថានៅឆ្ងាយទេបងប្អូនគឺនៅក្នុងស្រះនឹងឯងស្រះនឹងចង្ការដែលឲ្យខ្ញុំកាត់ដាក់ទ្រូដាក់អីទៅត្រូវក្តាមមកកាត់យកមកបន្លៀងក្នុងស្រះចុះហើយក៏ពេលដែលភ្លៀងក៏និយាយពីថាបងប្អូនអើយក្តាមចេញមកតាមមាត់ស្រះឡើងញ៉េះស្ញាញតែម្ដងស្រួលចាប់ណាស់ចាប់យួរនេះចាប់តែមកភ្លៀតសក់បានឡើងឆ្អឹកឆ្អើកមិនបាច់ទៅចុះទឹកឲ្យពិបាកទេបងប្អូនគ្រាន់តែដើរចាប់តាមមាត់ច្រាំងនេះមិនខ្វះយកតាណាអស់ក្តាមនេះហើយបានចាស់ថារពឹសដៃផ្ទៃឆ្អែតណាបងប្អូនក៏ដូចឲ្យខ្ញុំមិនថាទៅបន្លែប្លុកទេមិនខ្វះទេឲ្យកូនហូបសម្បីតែខ្ចងសម្បីតែក្តាមហ្នឹងឲ្យតែប្រទះឃើញដឹងតែចាប់យកមកទុកក្នុងស្រះហើយបងប្អូនដើម្បីងាយស្រួលថ្ងៃណាយើងចង់ហូបទៅកុំឲ្យយើងពិបាកដើររួគ្រាន់តែមកចាប់តាមមាត់ស្រះយកតាណាអស់បងប្អូនអើយសម្បូរណាស់ច្រើនចំណាក់មិនទៀននេះកុំតែងើបអស់ខ្លះទេកុំអីនិយាយពីថាភ្លៀងចេះញ៉េះស្ញាញតាមមាត់ស្រះដើររពើងតាមស្មៅតិចតួចហ្នឹងនៅពីពេញអានេះកែបក៏មានដែរបងប្អូនក្នុងស្រះអានេះកែបនេះវាឡើងចេញមកខាងច្រាំងទៅក្តាមវាគៀបងាប់បងប្អូនកុំអោយច្រឡំថាអូខ្ញុំបន្លៀងហើយខ្ញុំដើររចាប់ណាក្តាមនេះមានទេវាឡើងមកពីស្រះដោយសារតែក្តាមឲ្យខ្ញុំគិតចិញ្ចឹមគិតដាក់ទ្រូដាក់អីបានចាប់តាមវាស្រែទៅគិតយកមកបន្លៀងក្នុងស្រះក្តាមនេះក៏ធំល្អណាស់បងប្អូនអើយកណ្ដុះទេម្ដងវាមើលតាមស្លឹកចេះនិយាយពីថាអូយរនោករណែលនៅសិតទីក្តាមហ្នឹងបងប្អូនល្អមិនទៀននេះខែនេះក៏ថាមានខ្លាញ់ចាប់ផ្ដើមមានខ្លាញ់ហើយបងប្អូនក្តាមចាប់បានរាំងសំណំក្រិនខ្ញុំក៏ត្រឡប់ទៅទួមវិញឲ្យខ្ញុំក៏ថាកុំឲ្យចាប់ច្រើនពេកខ្លាចវាដាច់ពូជអញ្ចឹងណាបងប្អូនដោយសារតែទៅចិញ្ចឹមដែលយើងចាប់ក្តាមចាប់អីរួចខ្ញុំក៏ចាប់ផ្ដើមទៅរួគ្រឿងក្រូដើម្បីយកទៅឆាក្តាមពិលទុំគ្រឿងនេះក៏ថាមិនចាំបាច់ទៅរួយណាឆ្ងាយទេបងប្អូននៅក្បែរខ្ទួមស្រាច់ឲ្យខ្ញុំក៏ដាំតម្រូវទុកឲ្យកូនស្រាច់មានតាំងពីស្លឹកក្រូចមានតាំងពីរំដេងមានតាំងពីស្លឹកគ្រៃម្ទេសអីមិនបាច់ទៅរួយណាទេបងប្អូនណានេះគឺខ្ញុំដើរមកដល់រំដេងនេះក៏ថាល្អណាស់បងប្អូនអើយចាំមើលទៅថាដល់រដូវវាចេញហូបខ្ចីបានក៏ហូបខ្ចីទៀតបើនិយាយរឿងបន្លែធម្មជាតិមិនខ្វះទេនៅចង្ការខ្ញុំនោះជុំវិញបន្ទាប់ថាយើងមើលថាគ្រឿងយើងគ្រប់ហើយខ្ញុំក៏ចាប់ផ្ដើមយកវាទៅលាងទឹកបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមរៀបបកក្តាមបកអីឲ្យស្អាតបងប្អូនក្តាមនេះខ្ញុំបកចេញពីសំកវាដោយសារតែអត់បានឆាទាំងសំកទេខ្លាចវាមិនចូលជាតិទៅតែយើងបកអញ្ចឹងមិនបានពេលដែលយើងឆាទៅដាក់គ្រឿងដាក់ក្រិចទៅវាចូលជាតិចងាញ់កាលណាតែយើងឆាវាទាំងស្នូកមិនចងាញ់ទេបងប្អូនដោយសារតែវាអត់ចូលគ្រឿងឃើញថាក្តាមខ្ញុំក៏បកអត់អ៊ីរ៉លហើយបងប្អូនឃើញយ៉ាងនៅល្វើកដោយសារតែថាយើងអត់បាននៅផ្ទះនៅតាមស្រែតាមចង្ការបងប្អូនអត់មានតកកមានអីត្រាំបើសិនថានៅផ្ទះនៅអីទៅមានតកកត្រាំយើងត្រាំវាឲ្យងាប់សិនចាំយើងបកតែនេះដោយសារតែថាអត់មានតកកក៏ខ្ញុំបកវាទាំងនៅរស់អញ្ចឹងឯងធ្វើម៉េចបងប្អូនរបស់នេះគឺរបស់ដែលយើងត្រូវហូបនោះបន្ទាប់ពីថាបកក្តាមបកអីហាន់គ្រឿងក្រិចរួចយើងក៏ចាប់ផ្ដើមរៀបចំដើម្បីដាក់ឆាក្តាមម្ដងបងប្អូនស្រែអត់មានអីទេបងប្អូនអើយមានតែខ្ចងមានតែក្តាមនឹងឯងទៅដូរនេះនៅស្រុកស្រែជនបទក៏ស្រួលមួយយ៉ាងដែរបងប្អូននៅពេលដែលយើងអត់មកហូបអត់អីដាច់លុយដាច់អីក៏យើងអាចរកសងរកក្តាមតាមវាស្រែហូបបានតែបើថាអ្នកនៅតាមទីក្រុងតែដាច់លុយដាច់បាយណាបងប្អូនដាច់មកហូបហើយអត់មានថាទៅរកខ្ចងរកក្តាមបានដូចយើងនៅតាមស្រុកស្រែជនបទទេកុំថាអ្នកស្រែហ្នឹងអត់មានអីហូបអ្នកស្រែមិនខ្វះអីហូបទេណាបងប្អូនតែយើងអាសាឲ្យតែយើងល្អែងមិនខ្វះទេរបស់ហូបនោះបន្ទាប់ពីថាយើងរៀបរាប់ហូបហើយតែពេលលោតនេះឆាខ្ញុំក៏រួចហើយបងប្អូនឆា7ទុំគេចាប់ផ្ដើមដួសដាក់ថាសដាក់អីដើម្បីយួរទៅឲ្យខ្ញុំកាត់ភ្លក់មើលថាក្តាមឆា7ទុំនេះមានរសជាតិយ៉ាងណាជំរឿទៅស្ដាប់ឲ្យខ្ញុំទាំងអស់គ្នាជំរឿឲ្យខ្ញុំកាត់ថាម៉េចចងាញ់ឬក៏អត់ឲ្យខ្ញុំកំពុងតែពុះរស័យនិយាយពីថាឲ្យខ្ញុំក៏ថាចងាញ់សំខាន់លើកមីដៃឲ្យទៀតយីបងប្អូនស្នាដៃកូនបន្ទាប់ពីឲ្យខ្ញុំក៏ភ្លក់នេះខ្ញុំយកមកឲ្យប្អូនខ្ញុំភ្លក់មើលម្ដងឃើញកៅអៅផ្លាក់ស្មាក់ស្មុញចឹងបងប្អូនទើបតែដកទម្លងហើយយីបងខ្ញុំគេថាអើយ10ហ្នឹងបងប្អូនឡើយអើយបងថ្លៃខ្ញុំម្ដងគ្រាន់តែស្ដាប់មើលសន្លេងនឹងមាត់ក៏ដឹងថាជាតិប៉ុណ្ណាដែរបងប្អូនវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះបងប្អូនអរគុណជម្រាបលា